ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំមកធ្វើវីដេអូចែកម្លែកបងប្អូនទាំងអស់គ្នាពីរបៀបនៃការដេរខ្សែឡេវបងប្អូនហើយជាដំបូងគឺយើងកាត់សាច់កណាត់របស់យើងបញ្ឆិតមកបងប្អូនបញ្ឆិតឲ្យចំមានកែវមួយជាន់បកចេញមាន2ជាន់បកទាំង2ជាន់ចោលទៅបងប្អូនមិនទុកទេកុំឲ្យវាក្រាស់ពេកហើយសម្រាប់ការដេររបស់ខ្ញុំគឺខ្ញុំដេរធ្នេញឹកបងប្អូនដេរធ្នេញឹកជិះវាងការបែកពោះហើយសម្រាប់ការធ្វើខ្សែឡេវរបស់ខ្ញុំនេះគឺតាន់មូលតាន់ស្អាតតែម្ដងអញ្ចឹងហើយតិចនិចនេះគឺជាតិចនិចដែលខ្ញុំធ្វើខ្លួនឯងកន្លងមកឃើញតែស្អាតទើបខ្ញុំយកមកចែកម្លែកបងប្អូនទាំងអស់គ្នាមើលសម្រាប់អ្នកថ្មីដែលគាត់អត់ចេះធ្វើខ្សែឡេវគាត់អាចមើលវីដេអូនេះបានមើលហើយធានាថាធ្វើទៅដឹងតែស្អាតបងប្អូនដោយសារខ្ញុំធ្វើជាក់ស្ដែងខ្លួនឯងតិចនិចដែលខ្ញុំរកបានខ្លួនឯងបន្ទាប់មកទៀតនេះបងប្អូនឃើញខ្ញុំដេរម្ដងទៀតហ្នឹងគឺខ្ញុំជិះវាងការបែកពោះនឹងតែម្ដងគឺខ្ញុំដេរធ្នេ2ដងយកតែម្ដងឲ្យវាកុំឲ្យមានការដាច់អំបោះដាច់អីចឹងណាជិះវាងការបែកពោះទៅលើខ្សែឡេវរបស់យើងបន្ទាប់មកទៀតយើងចាប់ផ្ដើមជាសាច់កណាត់ដែលនៅសល់ហ្នឹងមកល្មមកុំឲ្យនៅសល់តិចពេកឬក៏ច្រើនពេកបងប្អូនតែសល់ច្រើនពេកយើងប្រឡាត់អត់ចេញដូចគ្នាដោយសារតែការប្រឡាត់ខ្សែឡេវរបស់ខ្ញុំរៀងពិបាកប្រឡាត់តឹងបន្តិចបងប្អូនប៉ុន្តែពេលដែលប្រឡាត់ចេញមកគឺវាស្អាតតែម្ដងបងប្អូនមូលតាន់ហើយអត់លហោកគេគឺស្អាតតែម្ដងហើយសម្រាប់ខ្ញុំគឺខ្ញុំស្រឡាញ់ខ្សែឡេវបែបនេះទើបខ្ញុំធ្វើបែបនេះបងប្អូនថ្មាលតូចស្អាតតែម្ដងហើយយើងចាប់ផ្ដើមដាក់អំបោះមកបងប្អូនអំបោះ4សរសៃហើយសម្រាប់អំបោះបងប្អូនកុំឲ្យគូតវាដាច់ខាតតែគូតដឹងតែប្រឡាត់អត់ចេញហ្មងសម្រាប់ការធ្វើខ្សែឡេវរបស់ខ្ញុំមួយនេះណាតែបើដំបូងយើងមានកន្ទុយអំបោះសម្រាប់តាក់យើងអាចតាក់ជាមួយនឹងកន្ទុយអំបោះក៏បានដែរបងប្អូនហើយនេះគឺក្បាលដំបូងបងប្អូនឃើញខ្ញុំដេរមុខគឺបើកមុខឲ្យរាងធំបន្តិចដើម្បីយកមុខដើម្បីក្នុងការប្រឡាត់ទៅស្រួលបើយើងអត់បើកមុខទេយើងប្រឡាត់ខ្សែឡេវអត់ទៅអញ្ចឹងយើងបើកមុខហើយយើងទុកកន្ទុយអំបោះឲ្យវែងបែបនេះបងប្អូនទុកកន្ទុយអំបោះឲ្យវែងបែបហ្នឹងហើយយើងសោកមួយជាន់ទៀតសោកមួយតង់ទៀតហើយចាំយើងចងមុខយកតែម្ដងបងប្អូនឲ្យគួចទេបងប្អូនគឺយើងចងបែបនេះហើយកន្ទុយអំបោះយើងទុកឲ្យវែងដើម្បីក្នុងការដែលពេលយើងសោកមកចូលប្រឡាត់ទៅដើម្បីកុំឲ្យវាផុតមុខផុតភ័យអីចឹងទៅយើងទាញទៅវាល្បូតមូលហេតុដែលខ្ញុំទុកកន្ទុយអំបោះឲ្យវែងហ្នឹងណាបងប្អូនតិចនិចនេះខ្ញុំរកបានខ្លួនឯងដោយសារតែខ្ញុំគួចហើយសារខ្ញុំស្រឡាញ់បែបខ្សែឡេវតាន់មូលតាន់ណែនណាខ្ញុំអត់ស្រឡាញ់លហោកបងប្អូនដល់ពេលអញ្ចឹងខ្ញុំគួចក្បាលវាមួយសាជាពីរសាគឺខ្ញុំប្រឡាត់អត់ទៅទេហើយពេលដែលរៀងធំបន្តិចវាឃើញខ្សែឡេវធំដូច្នេះហើយខ្ញុំអត់ស្រឡាញ់បែបហ្នឹងគឺខ្ញុំរកបានតិចនិចនេះបងប្អូនអាចមើលតិចនិចរបស់ខ្ញុំនេះបានណាបងប្អូនសម្រាប់អ្នកដែលគាត់ថ្មីគាត់អត់ចេះប្រឡាត់គាត់អាចមើលពីការធ្វើខ្សែឡេវរបស់ខ្ញុំមួយនេះបានតិចនិចនេះគឺជាតិចនិចដែលខ្ញុំរកបានថ្មីខ្លួនឯងសម្រាប់ខ្លួនឯងនិយាយរួមទៅអ្វីដែលខ្ញុំធ្វើបានរកបានថ្មីសម្រាប់ខ្ញុំគឺខ្ញុំតែងតែចែកម្លែកបងប្អូនទាំងអស់គ្នានៅក្នុងchannel YouTube ដោយសារ channel នេះគឺខ្ញុំធ្វើឡើងដើម្បីចែកម្លែកបងប្អូនទាំងអស់គ្នាពីការតិចនិចដេរខ្លះនិងចែកម្លែកពីសកម្មភាពនៃការធ្វើម៉ូដអាវឲ្យភ្ញៀវរបស់ខ្ញុំនឹងឯងបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាគិតថាវីដេអូរបស់ខ្ញុំធ្វើទៅចែកម្លែកទៅបងប្អូនមានប្រយោជន៍សម្រាប់បងប្អូនអាចចុច Subscribe Channel ខ្ញុំបានសម្រាប់តាមដានរាល់វីដេអូដែលខ្ញុំបានធ្វើជាបន្តបន្ទាប់អញ្ចឹងណាបងប្អូននេះបន្ទាប់ពីយើងប្រឡាត់ចេញរួចហើយបងប្អូនអាចមើលតាមភាពជាក់ស្ដែងរបស់បងប្អូនបានបងប្អូនមើលខ្សែឡេវរបស់ខ្ញុំគឺវាទូឆ្មាលហើយណែនតែម្ដងធ្វើបែបនេះណាហើយធ្នេរបស់វាបងប្អូនមិនភ័យខ្លាចដាច់ទេដោយសារយើងដេរ2ជាន់ហើយអញ្ចឹងអត់មានការបារម្ភរឿងដាច់នឹងទេបងប្អូនហើយសម្រាប់ក្បាលដំបងបងប្អូនឃើញរាងធំអាហ្នឹងសម្រាប់អ្នកខ្លះគឺគាត់ប្រឡាត់បែបធំអញ្ចឹងណាតែសម្រាប់ខ្ញុំអត់យកទេកន្លែងប្រឡោះធំហ្នឹងគឺចោលទៅអាហ្នឹងយើងបើកក្បាល
ដំបូងអញ្ចឹងគឺយើងត្រូវតែដេវារៀងធំអញ្ចឹងហើយដើម្បីយើងប្រឡាត់មកវាងាយស្រួលក្នុងការទាញអញ្ចឹងណាតែយើងអត់ដេបើកមុខវាអញ្ចឹងទេគឺយើងរុញវាអត់ចេញណាហើយសម្រាប់ខ្សែឡេវរបស់ខ្ញុំគឺខ្ញុំកាត់យក5លេខសម្រាប់ខ្សែឡេវនេះផងដែរគឺអាស្រ័យទៅតាមជាងនីមួយដែលគាត់ទម្លាប់របស់គាត់ប្រើប្រាស់ខ្សែឡេវហើយនឹងការដាក់ខ្សែឡេវរបស់គាត់ទេបងប្អូនសម្រាប់ការដាក់ខ្សែឡេវរបស់ខ្ញុំគឺខ្ញុំដាក់បែបរៀងស្អិកបងប្អូនរៀងស្អិកអញ្ចឹងគឺខ្ញុំកាត់5លេខហ្នឹងគឺត្រូវរបស់ខ្ញុំតែម្ដងតែខ្ញុំកាត់5លេខហើយខ្ញុំដេរតែមួយជើងទាសល់តាចំណេញមួយជើងទាមកគឺស្រេចតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាកាត់ចំនួនប្រមាណលេខក៏អាស្រ័យតាមបងប្អូនទាំងអស់គ្នាទៅដោយសារការធ្វើខ្សែឡេវគឺវាផ្សេងពីគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាឃើញថាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងគឺមកចែកម្លែកបងប្អូនទាំងអស់គ្នាពីការធ្វើខ្សែឡេវឲ្យតាន់ឲ្យស្មូតឲ្យស្អាតបែបនេះណាបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយៗជាបន្តទៀតអរគុណច្រើនជម្រាបលា